សត្វជ្រូកគឺជាសត្វចិញ្ចឹមដែលផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់មនុស្សជាតិហើយវាក៏ជាសត្វដែលមានភាពឆ្លាតវៃគួរឲ្យកត់សម្គាល់ផងដែរខាងក្រោមនេះគឺជាការពិពណ៌នាអំពីលក្ខណៈទូទៅរបស់សត្វជ្រូក 1. លក្ខណៈរូបរាងកាយរូបរាងជ្រូកមានដងខ្លួនធំមាំនិងជើងខ្លីចំនួន4ស្បែករបស់វាអាចមានពណ៌ផ្កាឈូកខ្មៅឬមានអុចអាស្រ័យទៅតាមពូជរបស់វាច្រមុះវាមានច្រមុះសំប៉ែតនិងវែងបន្តិចដែលមានភាពរហ័សរហួនក្នុងការហិតក្លិនរកចំណីច្រមុះនេះមានឆ្អឹងខ្ចីយ៉ាងរឹងមាំសម្រាប់ឈ្មោះដីភ្នែកនិងត្រចៀកជ្រូកមានភ្នែកតូចចំណែកត្រចៀកអាចមានសភាពបោះត្រង់ឬធ្លាក់ចុះក្រោមកន្ទុយជាទូទៅកន្ទុយជ្រូកមានសភាពរួញអង្កាញ់ដែលជាលក្ខណៈសម្គាល់មួយដ៏គួរឲ្យស្រឡាញ់ 2. ចំណីអាហារនិងការរស់នៅរបបអាហារជ្រូកគឺជាសត្វស៊ីចំណីគ្រប់មុខ Omnivores វាស៊ីតាំងពីបន្លែផ្លែឈើមើមឈើរហូតដល់កាកសំណល់អាហារផ្សេងទម្លាប់រស់នៅជ្រូកចូលចិត្តដេកក្នុងភក់ការធ្វើបែបនេះមិនមែនមកពីវាខ្វះអនាម័យនោះទេប៉ុន្តែដោយសារជ្រូកមិនមានក្រពេញញើសដើម្បីបញ្ចេញកម្ដៅទើបវាប្រើភក់ដើម្បីធ្វើឲ្យរាងកាយត្រជាក់និងការពារស្បែកពីកម្ដៅថ្ងៃនិងសត្វល្អិត 3. ចរិតលក្ខណៈនិងភាពឆ្លាតវៃតើអ្នកដឹងទេតាមការសិក្សាស្រាវជ្រាវជ្រូកគឺជាសត្វដែលមានភាពឆ្លាតវៃលំដាប់ទី4បន្ទាប់ពីមនុស្សស្វានិងផ្សោតពួកវាមានការចងចាំល្អនិងអាចរៀនសូត្រពីមជ្ឈដ្ឋានជុំវិញបានរហ័សជ្រូកជាសត្វដែលចូលចិត្តរស់នៅជាក្រុមនិងមានទំនាក់ទំនងល្អជាមួយគ្នា 4. សារៈសំខាន់នៃសត្វជ្រូកសត្វជ្រូកត្រូវបានគេចិញ្ចឹមយ៉ាងទូលំទូលាយសម្រាប់សាច់ជាប្រភពអាហារូបត្ថម្ភដ៏សំខាន់សម្រាប់មនុស្សសាច់ជ្រូកសាច់សាំបងសាច់ក្រកសេដ្ឋកិច្ចការចិញ្ចឹមជ្រូកជួយបង្កើនចំណូលដល់កសិករនិងអាជីវករកសិកម្មលាមកជ្រូកអាចយកទៅធ្វើជាជីធម្មជាតិយ៉ាងល្អសម្រាប់ដំណាំជារួមមកសត្វជ្រូកមិនត្រឹមតែជាសត្វដែលផ្ដល់សាច់សម្រាប់បរិភោគប៉ុណ្ណោះទេប៉ុន្តែវាក៏ជាសត្វដែលមានលក្ខណៈជីវសាស្ត្រគួរឲ្យចាប់អារម្មណ៍និងមានភាពជិតស្និទ្ធជាមួយជីវភាពរស់នៅរបស់មនុស្សតាំងពីបុរាណកាលមក